ប្រយ័ត្នប្រយែងណាគ្នាយើងពិសេសពេលប្រាប់កូនថាប៉ាចូលបន្ទប់មួយម៉ាក់កោសខ្យល់ផ្លែតអីណាប្រយ័ត្នបន្តិចព្រួយកោសខ្យល់គ្រូចេញមកវិញកូនសួរម៉ាក់កោសខ្យល់ឈឺអត់ជាប់អត់កូនសុំមើលកន្លែងកោសខ្យល់ប្រយ័ត្នអត់មានដានជាប់ណាប្រយ័ត្នខ្មាស់កូនចឹងយើងប្រយ័ត្នប្រយែងអ្នកដែលមានកូនធំកូនដែលវិញឆ្លាតមុំយើងអាចឆ្លៀតផ្សេងបានចឹងណាបងប្អូនអើយ